Alo dân cho lại là thà see you nơi cần lại để see you cần lại see you chết ចឹងគេអត់ប្រាប់ទេគេទុកឲ្យឆ្ងល់បន្ទាប់ពីយើងធ្វើដំណើរបានពាក់កណ្ដាលផ្លូវយើងក៏ចូលញ៉ាំបាយ ចឹងមកហូបដាក់មកបដាហើយឆ្ងាញ់អត់ស្អីឆ្ងាញ់ណាស់បាយដាក់ឆ្ងាញ់ បន្ទាប់ពីញ៉ាំអីហើយយើងក៏បន្តធ្វើដំណើរទៅរហូតដល់ខេត្តរតនគិរីប៉ុន្តែមុនចូលក្រុងយើងឈានចូលមកអេឆ្កាហ្នឹងគេផ្លែហ្នឹងគេបេះញ៉ាំមែនផ្លែល្វាអូផ្លែល្វាអញ្ចឹងអាតាមផ្លូវបំញមិញហ្នឹងគឺសិតតែផ្លែឈើចាអញ្ចឹងខៃលុតទាំងអស់គ្នាអត់ស្គាល់ណាអានេះយើងចូលមកមើលផ្ទះចំការហ្នឹងគាត់មានចការតរៀនចការផ្លែឈើច្រើនយ៉ាងមែនតែនតិចទៀតខ្ញុំនឹងនាំទាំងអស់គ្នាទៅមើលឥឡូវនេះកំពុងតែជើងលេងទៅចំការត្រេនអីគេបងបាយគាត់ទៅមិនទៅមកញ៉ាំអត់សម្ដីសតែត្រេនបើនិយាយពីផ្លែតរ៉េននេះគឺចំការគាត់មានច្រើនអ្នកទាំងអស់គ្នាប៉ុន្តែវាអត់ទាន់សូវទុំទេអញ្ចឹងយើងនាំគ្នាដើររកផ្លែណាដែលទុំអញ្ចឹងអត់ទាន់ឃើញតរ៉េនទុំយើងមើលមកគាត់សិនអូបាសបាននេះអានេះទុំនៅបងនេះពណ៌បៃតងអេពណ៌បាយទុំហីអានេះទុំអានេះណែនេះស្ទើពីថ្ងៃទៀតទុំហីមកគាត់នេះហូបហើយសុំសួរទេខាស់កោអាហ្នឹងយើងមកចការត្រេនណាប៉ុន្តែត្រេនណាទុំតែមិនខុតហូបផលយើងប្រមូលផលត្រេនហើយយើងញ៉ាំមិនខុតទេដោយអ្នកទាំងអស់គ្នាឃើញអញ្ចឹងបន្ទាប់ពីយើងបានបេះតរ៉េនមួយចំនួនហើយយកទៅទុកលើភ្នំឥឡូវនេះយើងចូលមកដល់ក្រុងបានលុងអីហើយយើងក៏កំពុងតែស្វែងរកទីកន្លែងដើម្បីញ៉ាំតែអញ្ចឹងយើងសម្រេចគ្នាថាយើងរកចំណាំញ៉ាំអញ្ចឹងពេលនេះចុះពីឡានដើររៀងឆ្វេងឆ្វាយតិចអីដោយសារតែទៅផ្លូវខកអញ្ចឹងយើងបកមកយើងក៏មកដល់ចំណាំរតនគិរីមុនយើងទៅសហគមន៍ហើយយើងត្រូវគ្រឿងនេះគ្រឿងអីគេដាក់ទៅអញ្ចឹងបន្ទាប់ពីញ៉ាំហើយយើងក៏ចេញទៅបន្តដំណើរទៅកាន់សហគមន៍ទាំងយប់អញ្ចឹងសម្រាប់យប់ទី1ហ្នឹងគឺយើងចាប់ត្រឹមប៉ុណ្ណឹងហើយបន្ទាប់មកពេលព្រឺនេះគឺយើងរៀបចំខ្លួនឯងហើយមិនមែនធីមយើងឯងដែលមានត្រេនទេក៏មានintro អ្នកទាំងអស់គ្នាមិញហ្នឹងតេស្តលេងបន្តិចសាក់ម៉ូតូមិនមែនពួកយើងអ្នកបើកទេគឺគេមានខាងសហគមន៍គេមានក្រុមម៉ូតូជាអ្នកដឹកចឹងបន្ទាប់ពីក្រុមម៉ូតូយើងមកជុំគ្នាហើយយើងថតរូបមុននឹងយើងធ្វើដំណើរឡើងទៅអានេះយើងអ្នកទាំងអស់គ្នាបានឃើញតាំងពីចេញពីសហគមន៍អញ្ចឹងគឺមានក្រុមច្រើនមែនតើរហូតដល់7ក្រុមហើយក្រុមខ្ញុំហ្នឹងគឺអាចនិយាយបានថាទី6អីហើយអញ្ចឹងយើងត្រូវរងចាំនៅកន្លែងឆ្លងដងហ្នឹងណាគឺរយៈពេលខ្ទង់កន្លះម៉ោងដែរតម្រាំតែគេចម្លងទៅហើយគេបកមកយកយើងគ្រប់វាច្រើនជើងអញ្ចឹងរហូតដល់យើងចាំប្រហែលជាខ្ទង់ដល់ម៉ោង7អីដែរ action សម្រាប់ចាំបន្ទាប់ពីយើងញ៉ាំកាហ្វេរងចាំដល់ចម្លងក៏យើងបានចាប់ផ្ដើមនេះជាផ្លូវចាប់ផ្ដើមប្រតិបត្តិការចូលទៅកាន់ផ្លូវភ្នំវាធំហើយអ្នកទាំងអស់គ្នាចឹងយើងអាចមើលទេសភាពតាមផ្លូវអានេះចង់បញ្ជាក់ថាគ្រាន់តែជាការចាប់ផ្ដើមទេហើយបន្ទាប់ពីចាប់ផ្ដើមមិនបានប៉ុន្មានទេយើងក៏បានត្រូវរង្វាន់ចាគឺបាយកង់ម៉ូតូអញ្ចឹងយើងត្រូវតែធ្វើការឈប់ដើម្បីផ្លាស់កង់ម៉ូតូអូនេះកន្លែងឆ្លងកាត់អូនហើយអាចនិយាយបានថាខ្លឹមណាស់ផ្លូវអញ្ចឹងផ្លូវហ្នឹងគឺភាគច្រើនគឺយើងជិះម៉ូតូអ្នកទាំងអស់គ្នាភាគតិចទេដែលយើងធ្វើការចុះដើរដូចកន្លែងនេះអីគឺតម្រូវយើងចុះដើរហើយព្រោះអីវារៀងចោតខ្លាំង
តាមក៏ប៉ុន្តែបើសិនជាយើងជីបានក៏នៅតែបានហ្នឹងប៉ុន្តែអត់ទេហើយក្រុមច្រើនគឺស្ទះចរាចរណ៍ខ្លាំងដែរអ្នកទាំងអស់គ្នាអានេះគឺជាចំណុចមួយដែលបើសិនជាយើងមកជួបក្រុមច្រើនគឺបញ្ហាគឺស្ទះចរាចរណ៍ដោយសារតែផ្លូវវាពិបាកអញ្ចឹងតែកាលណាផ្លូវពិបាកហើយយើងធ្វើការចុះដើរអីហ្នឹងគឺម៉ូតូមកគឺតគ្នាហើយអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែរហើយសភាពផ្លូវគឺបែបហ្នឹងអ្នកទាំងអស់គ្នាពិបាកខ្លាំងមែនតើគឺបញ្ហាដុំថ្មហ្នឹងតែម្ដងតើទីស្នាក់ការជិះលឿនណាស់នេះទីស្នាក់ការបងតែទីស្នាក់ការតែនេះគ្នាយើងតែឡើយអញ្ចឹងបន្ទាប់ពីចេញពីនឹងមកយើងធ្វើដំណើរទៅទៀតហើយអ្នកទាំងអស់គ្នាហើយមកដល់ឆ្ងាយដែរពូម៉ូតូគាត់ប្រាប់ថានោះអាភ្នំយើងត្រូវទៅនឹងនៅមុខនឹងឃើញលំហ្នឹងណាអ្នកទាំងអស់គ្នាអញ្ចឹងក្តីសម័យរបស់យើងស្ដីទន្ទឹមនឹងក៏សម្រាប់ច្រើនដែរអរគ្នាហើយឃើញស្ពាននេះជាសង្ឃឹមណាស់ជាសង្ឃឹមនៃភាពជោគជ័យរបស់យើងទាំងអស់គ្នាហើយដល់ចូលហើយបងដល់ចូលហើយមិនដែរបងមានអារម្មណ៍បែបណាដែរបាយតែនេះគឺសម្ដីបរិបទអតិជនចាកន្លែងស្ពានមិញហ្នឹងក៏យើងបានឈប់សម្រាកញ៉ាំបាយថ្ងៃត្រង់នៅទីហ្នឹងដែរទាំងអស់គ្នាហើយខ្ញុំក៏បានកាត់មកដល់យើងឡើងមកដល់ភ្នំវាធំតែម្ដងគឺជាទេសភាពដែលចាប់ផ្ដើមឆាប់ឈួរឃើញដបងណាទាំងអស់គ្នាហើយកន្លែងនេះគឺយើងបានទៅសៀឡើងដល់គោលដៅហើយដែលយើងធ្វើការសម្រាកតិចដែរព្រោះថាគឺឡើងមកគឺពិបាកហត់ខ្លាំងមែនតើហើយបាវហ្នឹងគឺបាវអីវ៉ាន់ណាអ្នកទាំងអស់គ្នាចាគ្រប់ម៉ូតូគឺមានម្នាក់មួយទាំងអស់ហើយយើងក៏ចាប់ផ្ដើមរីករាយជាមួយនឹងទេសភាពដែលយើងទៅតែបានឃើញប្លែកភ្នែកហើយបន្ទាប់មកយើងក៏មកដល់ទីចំណតអានេះទីចំណតនៅជើងភ្នំវាធំនៅនិយាយដល់វាធំហើយអ្នកទាំងអស់គ្នាប៉ុន្តែជាទី5ម៉ោង6ម៉ោងតើផងជីផងអ្នកទាំងអស់គ្នា5ទៅ6ម៉ោងហើយយើងពិតជាសម្រាមខ្លាំងមែនតើពីព្រោះថាអត់មានភ្លីតង់នៅខាងក្រោមណាអានេះគឺយើងធ្វើដំណើរឡើងទៅលើភ្នំហើយអ្នកទាំងអស់គ្នាដើម្បីបោះតង់យើងអត់គេងនៅខាងក្រោមទេហើយនេះគឺជាសភាពឡើងទៅលើភ្នំចាទេសភាពគឺស្អាតតែក៏រៀងបាសសក់តិចដែរព្រោះថារៀងខ្ពស់ដែរអ្នកទាំងអស់គ្នាគ្រាន់តែចុះពីម៉ូតូភ្លាមហើយខ្វាយខនឹងទេសភាពហើយដល់អ្នកទាំងអស់គ្នាឥឡូវនេះយើងមកដល់វាធំហើយទៅខេត្តរតនគិរីរយៈពេល6ម៉ោងទៅការជិះផងម៉ែផងទៅអត់ចាចាំប្រាប់ថាចឹងពេលយើងមកដល់យើងត្រូវហូតហែចាប់កន្លែងបោះតង់អ្នកទាំងអស់គ្នាយើងមើលទីតាំងណាសមតំណងចឹងដោយសារខ្ញុំមកធួអញ្ចឹងខ្ញុំយើងអត់ចាំបាច់រៀបចំខ្លួនឯងទេធួគាត់ជួយរៀបចំតង់ឲ្យយើងហើយពួកគាត់ក៏ប្រាប់ថាបន្ទាប់ពីរៀបចំហើយឲ្យយើងរៀបចំអីវ៉ាន់ទៅដើម្បីយើងចុះទៅក្រោមវិញក្នុងការងូតទឹកចាងូតទឹកនៅខាងក្រោមណាបងប្អូននិយាយទៅអ្នកដែលគេងនៅខាងលើហ្នឹងគឺអស់ចាត្រង់ថាត្រូវឡើងចុះដោយសារតែការងូតទឹកអ្នកទាំងអស់គ្នាចឹងបន្ទាប់ពីយើងងូតទឹកហើយយើងក៏បានឡើងមកដល់លើភ្នំវិញស្លៀកពាក់រៀបចំអង្គុយមើលថ្ងៃលិចណាទាំងអស់គ្នាថ្ងៃទី1ហ្នឹងគឺដោយសារតែតម្រាំយើងមកបោះតង់រៀបចំខ្លួនអីហើយងូតទឹកអីហើយគឺយើងគឺមើលថ្ងៃលិចយើងអត់បានធ្វើដំណើរទៅទីណាទេអញ្ចឹងអាហ្នឹងយើងត្រៀមមើលថ្ងៃលិចតែយ៉ាងណាចាំមើលទាំងអស់គ្នាណាបើតាមមើលទៅយើងអត់មានភ្លៀងទេអ្នកទាំងអស់គ្នារហូតមួយថ្ងៃពេញតាំងពីធ្វើដំណើរមកអញ្ចឹងនេះថ្ងៃលិចទី1អ្នកទាំងអស់គ្នាអាចមើលបាននិយាយទៅវាអត់សូវថ្ងៃលិចចំប្លង់ល្អហ្មងទេគឺវាមានការបាំងពពកខ្លះដែរបើទោះបីជាមេឃស្រឡះអត់មានភ្លៀងយ៉ាងណាក៏ដោយប៉ុន្តែថ្ងៃទី1នេះគឺអញនិយាយបានថាគ្រាន់តែទេសភាពថ្ងៃលិចរៀងស្អាតតែបើសួរថាថ្ងៃលិចយើងអត់ឃើញច្បាស់ទេដល់តែវារៀងលិចខ្លាំងទៅទើបចេញមេឃពណ៌ក្រហមណាអ្នកទាំងអស់គ្នាចាអញ្ចឹងយើងក៏បានមើលតែត្រឹមទេសភាពថ្ងៃលិចបែបនេះរហូតដល់យើងត្រៀមញ៉ាំអាហារពេលល្ងាចជាមួយនឹងការផ្ដិតយករូបភាពខ្លះៗចឹងសម្រាប់ថ្ងៃទី1នេះគឺយើងមានតែប៉ុណ្្នឹងទេបញ្ចប់ត្រឹមការអង្គុយមើលថ្ងៃលិចអរគុណអូនេះនឹងដៃ
សម្រេចអំបញ្ញមិញហ្នឹងអ្នកទាំងអស់គ្នាត្រូវរងចាំមើលទស្សនានៅភាគបន្តទៅគឺយើងទទួលបានរង្វាន់ទាតើ